សូមចុចប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមជូនរឿងព្រលឹងខ្មោចម្ចាស់ឆ្កែកាលពីដើមឡើយមាននារីម្នាក់ជាមនុស្សដែលចូលចិត្តនិងស្រឡាញ់សត្វឆ្កែហើយនារីនោះក៏បានចិញ្ចឹមសត្វឆ្កែមួយក្បាលនាងតែងតែនាំទៅដើរលេងខាងក្រៅគ្រប់ទីកន្លែងចិញ្ចឹមមើលថែដូចជាកូនមនុស្សអញ្ចឹងថ្ងៃមួយឆ្កែនោះបានឆ្លងជំងឺរាកឈាមព្រោះនាងបាននាំឆ្កែទៅលេងខាងក្រៅហើយក៏ឆ្លងជំងឺរាកឈាមនាងក៏បានយកទៅគ្លីនិកសត្វមួយកន្លែងដើម្បីធ្វើតេស្តរោគជំងឺនិងឲ្យពេទ្យព្យាបាលក្រោយពីបានតេស្តជំងឺរួចឆ្កែរបស់នាងមានជំងឺរាកឈាមហើយគ្រូពេទ្យតម្រូវឲ្យឆ្កែរបស់នាងត្រូវស្នាក់នៅគ្លីនិកដើម្បីតាមដានសុខភាពនិងព្យាបាលបន្តហើយនាងក៏យល់ព្រមឲ្យពេទ្យដាក់សេរ៉ូមព្យាបាលនិងតាមដានសុខភាពនៅគ្លីនិកក្រោយពីនិយាយការងារជាមួយពេទ្យសត្វចប់សពគ្រប់ម្ចាស់ឆ្កែក៏បានលាលោកគ្រូពេទ្យនិងឆ្កែរបស់នាងទៅផ្ទះវិញតែជាអកុសលនាងត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវដោយនាងត្រូវបានឡានបុកពីក្រោយមួយទំហឹងហើយក៏បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុឡានដែលបានបើកបុកនាងស្លាប់នោះគឺបានបើកបរដោយបុរសម្នាក់ដែលស្រវឹងស្រាយជោគជាំក្រោយពីបង្កហេតុរួចបុរសម្នាក់នោះព្យាយាមរត់គេចខ្លួនប៉ុន្តែដោយស្ថានភាពស្រវឹងស្រាយជោគជាំមិនអាចរត់ទៅណារួចត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបញ្ជូនទៅតុលាការដើម្បីធ្វើសំណុំរឿងនិងចាត់ចែងទៅតាមផ្លូវច្បាប់ក្រោយពីឮដំណឹងនោះគ្រួសារម្ចាស់ឆ្កែក៏បានមកទទួលសាកសពនាងយកទៅធ្វើបុណ្យតាមប្រពៃណីបងស្រីរបស់នារីរងគ្រោះបានខលទៅប្រាប់ពេទ្យសត្វឲ្យជួយមើលថែឆ្កែនោះផងក្រោយពេលធ្វើបុណ្យសពរួចគាត់នឹងទៅទទួលឆ្កែនោះយកមកវិញពេលនោះគ្រូពេទ្យក៏មានការតក់ស្លុតនិងសោកស្ដាយយ៉ាងខ្លាំងនារីម្នាក់នោះបានស្លាប់ទៅទាំងចិត្តមិនស្ងប់វិញ្ញាណរបស់នាងនៅតែវិលវល់ដិតដាមនឹកដល់ឆ្កែដែលឈឺព្រោះឆ្កែនោះជាឆ្កែសំណប់ចិត្តរបស់នាងនៅក្នុងវេលាម៉ោងប្រហែលជា12យប់ព្រលឹងខ្មោចនារីម្ចាស់ឆ្កែក៏បានមកគោះទ្វារគ្លីនិកដើម្បីសុំចូលទៅមើលឆ្កែដែលឈឺពេលនោះគ្រូពេទ្យក៏បានឮសំឡេងគោះទ្វារហើយនឹកគិតថាតើអ្នកណាមកគោះទ្វារទាំងយប់ប្រលប់បើសិនជាភ្ញៀវយកសត្វមកព្យាបាលនៅពេលយប់គួរណាស់តែគាត់ខលតាមលេខទូរស័ព្ទសិនថាពេទ្យនៅកន្លែងឬមិននៅតែនេះមកគោះទ្វារឆៅតែម្ដងពិតជាខ្វះសុជីវធម៌ណាស់ហើយគាត់ក្រោកទៀងមមិញមមើងហើយបើកទ្វារប៉ុន្តែមិនឃើញមនុស្សឡើយក្រោយមកស្រាប់តែមានខ្យល់បក់មកចម្លែកត្រជាក់មកប៉ះនឹងខ្លួនគាត់ថែមទាំងមានសំឡេងឆ្កែលូទៀតធ្វើឲ្យគ្រូពេទ្យហាក់បីដូចជាមិនសូវស្រួលក្នុងចិត្តសោះពេលនោះគាត់ក៏បានរអ៊ូថាទេអ្នកណាគេក៏អីក៏ទំនេរម្លេះមកគោះទ្វារលេងទៀងកណ្ដាលអាត្រៀតមិនគិតថាគេត្រូវការដីពួនទេអីហើយគាត់ក៏បិទទ្វារទៅវិញពេលបិទទ្វាររួចគាត់ក៏ដើរទៅកន្លែងដេកវិញហើយសំឡេងគោះទ្វារក៏ឮម្ដងទៀតសំឡេងគោះទ្វារម្ដងនេះឮទៀងសំឡេងគោះនិងសំឡេងមនុស្សស្រីស្រែកហៅហើយគ្រូពេទ្យបានទៀងស្ដាប់និងលួចមើលតាមប្រឡោះរុនទ្វារតូចហើយក៏ឃើញខ្មោចនារីម្ចាស់ឆ្កែឈរនៅពីមុខគ្លីនិកទៀងរូបកាយប្រឡាក់សុទ្ធតែឈាម
អណ្ដាតធ្លាក់ដល់ដីក្របភ្នែកបើកធំប៉ុនពងមួនពេលនោះពេទ្យក៏បានដឹងខ្លួនថាព្រលឹងខ្មោចនារីម្នាក់នោះបានមកលេងឆ្កែគាត់ពេលនោះគ្រូពេទ្យក៏ចាប់ផ្ដើមភ័យញ័រដៃញ័រជើងបែកញើសប៉ុនក្របពោតចាប់នេះខុសចាប់នោះខុសហើយលេចនោមដាក់ខោទៀតគាត់ចង់ស្រែកឲ្យគេមកជួយដែរប៉ុន្តែនៅក្នុងគ្លីនិកមិនមានអ្នកណានៅជាមួយគាត់ទេគឺគាត់ដេកយាមសត្វតែម្នាក់ឯងគាត់ក៏បានរត់ទៅយកទូរស័ព្ទដើម្បីខលទៅមិត្តភក្តិរបស់គាត់ឲ្យជួយប៉ុន្តែដោយសារតែយប់ជ្រៅពេកមិនមានអ្នកណាលើកទូរស័ព្ទរបស់គាត់ឡើយពេលនោះសំឡេងគោះទ្វារក៏កាន់តែលឺខ្លាំងឡើងសំឡេងស្រែកហៅឲ្យបើកទ្វារក៏កាន់តែលឺខ្លាំងឡើងពេទ្យអើយជួយបើកទ្វារឲ្យខ្ញុំបន្តិចខ្ញុំនឹកកូនខ្ញុំណាស់កូនខ្ញុំយ៉ាងម៉េចទៅហើយពេទ្យរត់តែភ័យចង់សន្លប់ម្ដងពេលពេទ្យងាកខ្លួនមកខាងក្រោយស្រាប់តែឃើញប្រលឹងខ្មោចនារីនោះឈរនៅពីក្រោយខ្នងគាត់ហើយស្ដីបន្ទោសឲ្យគាត់ថាម្ដេចគ្រូពេទ្យមិនបើកទ្វារឲ្យខ្ញុំហួសម៉ោងធ្វើការមែនទេខ្មោចនិយាយបណ្ដើឈាមហូរតាមមាត់បណ្ដើគ្រាប់ភ្នែកធ្លាក់មកដល់ដីពេលនោះពេទ្យក៏បានសន្លប់បាត់ទៅនៅព្រឹកឡើងពេទ្យបានភ្ញាក់ពីសន្លប់ហើយក៏បានបើកទ្វាររត់ចេញទៅក្រៅដើម្បីហៅមនុស្សឲ្យមកជួយមួយសន្ទុះក្រោយមកបុគ្គលិកពេទ្យម្នាក់ទៀតក៏បានមកដល់គ្លីនិកហើយឃើញសភាពគ្រូពេទ្យស្លេកស្លាំងដូចមិនបានដេកហើយក៏បានសួរនាំពេលនោះគ្រូពេទ្យក៏បានប្រាប់ទៅគ្នាគាត់ម្នាក់ទៀតអំពីរឿងរ៉ាវយប់មិញដែលខ្មោចម្ចាស់ឆ្កែមកលេងឆ្កែរបស់គាត់ហើយថាខ្មោចនឹងលងសាហាវណាស់មិនបើកទ្វារឲ្យហើយបែរជាចូលមកដោយគ្មានការអនុញ្ញាតពេទ្យម្នាក់ទៀតក៏បានខលទូរស័ព្ទទៅប្រាប់បងស្រីរបស់ម្ចាស់ឆ្កែហើយគាត់ក៏បានមកគ្លីនិកហើយក៏បានអុជធូបរំលឹកដល់វិញ្ញាណក្ខន្ធប្អូនស្រីគាត់កុំឲ្យវល់កុំបារម្ភពីឆ្កែអីហើយឆាប់ទៅរកភពថ្មីទៅឆ្កែដែលឈឺចាំគាត់មើលថែជំនួសពេលនោះបងស្រីក៏សុំយកឆ្កែនោះទៅផ្ទះវិញដើម្បីមើលថែខ្លួនឯងនៅឯផ្ទះរំលងប្រហែលជា5ថ្ងៃកន្លងផុតទៅឆ្កែនោះក៏បានជាពីជំងឺរាកឈាមក្រោយពេលពេទ្យបានផ្ដល់ថ្នាំឲ្យព្យាបាលនៅឯផ្ទះហើយបងស្រីក៏ទៅមកប្រាប់គ្រូពេទ្យថាឆ្កែនោះបានជាសះស្បើយហើយក៏បានប្រាប់អំពីហេតុការណ៍គ្រប់យ៉ាងដែលប្អូនស្រីរបស់គាត់តែងតែមកអង្គុយលេងជាមួយឆ្កែនោះជារៀងរាល់យប់ពេលឆ្កែនោះជាក៏លែងឃើញវិញ្ញាណប្អូនស្រីគាត់មកទៀតនេះប្រហែលជាខ្មោចប្អូនស្រីគាត់នៅបារម្ភអំពីសត្វឆ្កែទើបមិនព្រមទៅណាតែឥឡូវនេះនាងប្រហែលជាអស់ក្តីបារម្ភហើយព្រោះឆ្កែនោះបានជាសះស្បើយពីជំងឺហើយគ្រូពេទ្យក៏បានធូរចិត្តពេលដែលបានដឹងដំណឹងនេះមនុស្សគ្រប់គ្នាបានលន់មាត់ថាខ្ញុំមិនដែលជួបប្រទះរឿងនេះទេតាំងពីកើតមកទើបតែជួបលើកទី1បាទរឿងនេះក៏ឈានដល់ទីបញ្ចប់ទៅហើយក៏សូមអរគុណសម្រាប់ការស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់សូមពុកម៉ែបងប្អូនជួយ Subscribe Channel របស់ខ្ញុំមួយផងសូមអរគុណ